បាទជំរាបសួរបងប្អូនបាទនេះជាទស្សនភាពទុរេនបាទដែលដាំលើដីល្បាយខ្សាច់បងប្អូនណាបាទនេះដាំលើដីល្បាយខ្សាច់នេះបាទដោយបងប្អូនបានដឹងស្រាប់ហើយថាទុរេនជាដំណាំប៉និតបាទពិបាកក្នុងការថែទាំសុខភាពដើមដងស្លឹកឲ្យល្អប្រសើរណាស់ជាពិសេសក្នុងដំណាក់កាលយកក្តឹបយកផ្លែនឹងឯងបាទអញ្ចឹងថ្ងៃនេះបងប្អូនមើលលក្ខណៈផ្កាបាទជាទូទៅដោយបងប្អូនបានដឹងហើយទុរេនដើម្បីឲ្យវាផ្កាបានលុះត្រាតែទី1ដើមវាមានធម្មពលទំនុកបំរុងកោសិកាផ្នែកផ្កាពេញលេញបាទអញ្ចឹងយើងដាក់ជីតម្រូវផ្នែកផលិតផ្កាទី2គឺស្លឹកនៃត្រួយចុងក្រោយចាស់ល្មមសំគួរហើយទី3គឺអាកាសធាតុអំណោយផលក្តៅមិនក្តៅត្រជាក់មិនត្រជាក់អាចធ្វើឲ្យទុរេននឹងមានកម្លាំងក្នុងការចេញផ្កាបាទទី4គឺពាក់ព័ន្ធជាមួយនឹងសំណើមនៅក្នុងចំការដែលយើងដាក់ទឹកអញ្ចឹងគេត្រូវតែបន្ថយទឹកដើម្បីជំរុញឲ្យបានផ្កាឬក៏បង្អត់ទឹកនៅក្នុងកណ្ដាលទេសៈដែលត្រូវជំរុញឲ្យដើរផ្កាអញ្ចឹងហើយបានទាំងនៅវៀតណាមទាំងបណ្ដាប្រទេសមួយចំនួនដើម្បីឲ្យទុរេនបានផ្ការហូតដល់គេធ្វើបញ្ជាឲ្យខុសរដូវណាបញ្ជារដូវអីហ្នឹងគឺគេប្រើតង់ក្របក្នុងគោលបំណងកុំឲ្យដីហ្នឹងវាសើមបាទកុំឲ្យដីវាសើមកាលណាដីសើមទៅការជំរុញផ្កាគឺមិនបានល្អទេមួយវិញទៀតពាក់ព័ន្ធជាមួយនឹងដំណើរការផ្កាបាទនៅពេលដែលទុរេននឹងចេញផ្កាបានល្មមសំគួរហើយគេតែងតែប្រើវិធីរុញទូកបណ្ដោយទឹកគឺធ្វើយ៉ាងម៉េចឲ្យត្រួយចេញលារហូតដល់ចាស់អស់មុនផ្កាបែកនោះសុវត្ថិភាពខ្ពស់នៅក្នុងកលៈទេសៈដែលក្តាប់មិនទាន់មានគ្រាប់បាទណាក្តាប់មិនទាន់មានគ្រាប់អញ្ចឹងមកដល់ថ្ងៃនេះដំណាក់កាលអស់ហ្នឹងគឺបានរំលងផុតអស់ទៅហើយយើងមកមើលអំពីលក្ខណៈផ្កាធម្មតាទុរេនបើសិនជាយើងផ្ដល់ធម៌ពលវាគ្រប់គ្រាន់យើងបង្អត់ទឹកបង្អត់អីត្រឹមត្រូវអាកាសធាតុអំណោយផលផ្កាច្រើនណាស់បាទផ្ការហូតដល់ខ្សោះដើមក៏មានដែរអញ្ចឹងហើយនៅពេលដែលឃើញទុរេនផ្កាច្រើនបងប្អូនខ្លះគាត់ឃើញទុរេនផ្កាច្រើនសម្រាប់ខ្ញុំបារម្ភទៅវិញបាទកាលណាវាផ្កាច្រើនលើសលប់ពេកគឺបង្ហាញថាទុរេននោះវាងាយនឹងគាំងអញ្ចឹងយើងត្រូវសម្រួលឬក៏សន្សំធម្មពលកុំឲ្យអស់អាចនិយាយថាយើងតែងផ្កាឲ្យលឿនបាទតែងផ្កាឲ្យលឿនការតែងផ្កាដោយបងប្អូនបានឃើញខ្ញុំមិនបានតែងឲ្យបានស្អាតបាតទេគ្រាន់តែថាជាទូទៅការតែងផ្កាយើងមិនទុកឲ្យច្រើនពេកទេកាលណាទុកច្រើនពេកស្មើនឹងខ្ជះខ្ជាយធម្មពលដែលយើងខំសន្សំដោយបងប្អូនដឹងហើយថាក្នុងមួយចកោមយើងទុកបាន2ផ្លែទៅ3ផ្លែហ្នឹងទេអញ្ចឹងទេយើងមិនអាចទុកឲ្យក្តាំងច្រើនពេកទេបាទអញ្ចឹងយើងញែកវាប្រឡោះទៅទុកណាជាក់ស្ដែងដូចចេះណាយើងទុកវាចន្លោះអញ្ចឹងខ្លះទៅហើយមួយចកោមយើងថែទាំទៅបាន2ផ្លែយក2បាន3យក3ឬក៏យក1យកអីតាមហ្នឹងជាក់ស្ដែងអញ្ចឹងណាបងប្អូនបាទចំពោះការដាក់ទឹកបាទជាទូទៅទុរេននៅពេលដែលឃើញមានវត្តមានផ្កាពេញលេញទំហំធំល្អហើយផ្លែផ្កាវាមានក្លិនក្អូបប្រៀបដូចជាទឹកអំពៅហើយពេលនោះទុរេនហ្នឹងវាត្រៀមនឹងបង្កាត់លំអងរវាងកេសរញីនិងកេសរឈ្មោលហើយអញ្ចឹងដើម្បីឲ្យលំអងកេសរញីកេសរឈ្មោលកម្លាំងល្អជាទូទៅគេទំនុកបំរុងពួកមីក្រូធាតុឲ្យផ្កាឲ្យកម្លាំងកាល់ស្យូមបូរុនបាទហើយម៉ូលីដែននេះជាដើមដើម្បីឲ្យផ្កាឬក៏កេសរញីឈ្មោលទាំងពីរហ្នឹងមានដំណើរការបង្កាត់លំអងបានល្អណាកាត់បានល្អកាលណាបង្កាត់បានល្អបង្កាត់បានបរិបូរណ៍ធ្វើឲ្យផ្លែទុរេនដែលចេញជាផ្លែជាក្របមកហ្នឹងពេញទាំង5ខ្លែបហ្នឹងចំពោះទុរេនមនថងបាទហើយមួយវិញទៀតយើងត្រូវជួយផាត់ផ្កាណានៅពេលដែលទុរេនហ្នឹងមានទឹកដមអាចថាម៉ោង7ម៉ោង8ឬក៏មុនហ្នឹងក្រោយហ្នឹងអាស្រ័យទៅលើកម្លាំងធម្មពលរបស់ដើមនិងផ្កាដែលយើងទំនុកបំរុងសារធាតុឲ្យវាអញ្ចឹងនៅពេលដែលឃើញថាផ្កាបែកសមកហើយ
ហើយឃើញមានទឹកដមទឹកសើមមកល្អហើយក៏យើងផាត់ការដើម្បីឲ្យលំអងងាយឈ្មោលហ្នឹងងាយនឹងប៉ះងាយនឹងជួបងាយនឹងបដិសន្ធិបាទហើយនៅក្នុងដំណាក់កាលនេះចំពោះដំណាំទុរេនតាមខ្ញុំបានសង្កេតនៅក្នុងដំណាក់កាលផ្កាបែកណានៅក្នុងដំណាក់កាលផ្កាបែកនេះជាដំណាក់កាលដែលត្រូវការទឹកតិចបំផុតបាទសង្ឃថាមិនត្រូវការនោះបាទត្រូវការមើលទៅមែនតែនទៅគឺតិចណាស់ត្រូវការតិចណាស់នៅក្នុងកលៈទេសៈហ្នឹងប្រសិនបើទឹកច្រើនវានឹងធ្វើឲ្យការប្រកាត់លំអងហ្នឹងមិនបានល្អទេវារាវវាធម្មពលវាមិនខ្ពស់បាទហើយវាងាយទៅនឹងតុកសិចទៅដល់កតងផ្កាអាចនឹងធ្វើឲ្យកាច់កតងផ្ការុះទៅទៀតបាទរុះស្ដង់វាទៅតែម្ដងបាទសល់ដូចជង្គង់មន់ចឹងទៅអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលម្ចាស់ចំការទាំងអស់មានបំរុងប្រយ័ត្នបំផុតនៅក្នុងកលៈទេសៈដែលផ្កាបែកក្លិនក្អូបទឹកអំពៅក៏ដូចជាផ្កាបែកបានមួយថ្ងៃពីរថ្ងៃបើអាចគេអាចប្រអត់ទឹកវាបានគឺគេប្រអត់ប្រសិនបើប្រអត់ទៅវាអាចប្រឈមនឹងស្ងួតទឹកខ្លាំងធ្វើឲ្យស្លឹករុះអាហ្នឹងគេដាក់ប៉ុន្តែដាក់តិចបំផុតក្នុងមួយជីវិតទុរេនពេលវេលាដែលស៊ីទឹកតិចជាងគេគឺពេលដែលផ្កាបែកកតុយជាឆេះនឹងឯងបាទព្រោះដំណាក់កាលនេះដូចបានជម្រាបខាងដើមកាលណាទឹកច្រើនពេកគឺវាងាយនឹងប្រតិកម្មធ្វើឲ្យកាច់កសដង់ផ្ការុះហេតុនេះដើម្បីកាត់បន្ថយនៃការរុះសដង់ផ្កាទី1គឺគេដាក់ទឹកបន្តិចទី2គេទំនុកបំរុងសារធាតុប្រឆាំងទៅនឹងការរុះបាទតួយ៉ាងដូចជាកាល់ស្យូមបូរុនខ្ពស់មីក្រូធាតុអាមីណូអីជាដើមហ្នឹងបាទគេធ្វើបែបហ្នឹងហើយការដាក់ទឹកយើងឧបមាដូចយើងជន់កាឡានអញ្ចឹងបាទគឺពេលហ្នឹងគឺស្បេតសន្សំណាស់ហើយពេលហ្នឹងឯងជាពេលផុយស្រួយក្នុងការដែលទុរេនបងប្អូននឹងខ្សោយឬក៏ប្រឈមនឹងជំងឺផ្សេងដោយសារដំណាក់កាលផ្កាបែកនេះគឺជាទូទៅនៅក្នុងអាកាសធាតុដែលក្តៅស្ងួតខ្យល់អញ្ចឹងបើសិនជាអាកាសធាតុក្តៅខ្លាំងស្ងួតខ្លាំងខ្យល់ខ្លាំងហើយយើងបន្ថយទឹករហូតដល់យើងមិនបានដឹងអំពីកម្លាំងដើមដែលត្រូវការទៀតអញ្ចឹងថយចុះថយឡើងអាចនឹងធ្វើឲ្យជ្រុះស្លឹកគ្រឹះកាលណាជ្រុះស្លឹកគ្រឹះហើយទុរេននោះនឹងមិនបានផ្លែល្អប្រសើរទេបាទនឹងមិនបានផ្លែល្អប្រសើរទេជួនកាលតាមយកក្តាប់ដល់ពេលបានក្តាប់មកជ្រុះស្លឹកគ្រឹះអស់ត្រួយនឹងហក់ឡើងខ្លាំងកាលណាត្រួយហក់ឡើងខ្លាំងបានលើសភាគរយនៃផ្កាដែលខ្លាចជាក្តាប់ហ្នឹងស្លឹកទាញយកគឺក្តាប់នឹងមិននៅទេបាទក្តាប់នឹងមិននៅទេលុះត្រាតែក្តាប់នឹងមានវត្តមានជាគ្រាប់ចាប់ពី45ថ្ងៃ50ថ្ងៃឡើងទៅទើបអាចទប់លំនឹងជាមួយនឹងការទាញធម្មពលពីចុងត្រួយបានហេតុដូច្នេះបានការដាក់ទឹកក្នុងដំណាក់កាលនេះគេត្រូវតែសន្សំធ្វើយ៉ាងណាកុំឲ្យផ្កាលើសទឹកច្រើនផងហើយក៏ដូចជាកុំឲ្យស្លឹកនឹងវារុះដែរចឹងក្នុងកលៈទេសៈហ្នឹងប្រសិនបើម្ចាស់ចំការក៏ដូចជាអ្នកគ្រប់គ្រងចំការគាត់អត់យល់អំពីស្ថានភាពហ្នឹងទេនឹងធ្វើឲ្យទុរេនប្រឈមបញ្ហាច្រើនបាទទី1គឺខ្សោះទឹកខ្លាំងធ្វើឲ្យដើមជរាបាទរុះប្រឈមជំងឺផ្សេងទី2គឺធ្វើឲ្យលើសទឹកជ្រុលអាចធ្វើឲ្យផ្កាហ្នឹងពិបាកក្នុងការតោងជាប់នៅក្នុងពោះមែកអញ្ចឹងការធ្វើទុរេនជាទូទៅការគ្រប់គ្រងទឹកនេះយើងប្រៀបដូចជាអ្នកកាន់ចកោតឡានអញ្ចឹងបាទប្រៀបដូចអ្នកកាន់ចកោតឡានអញ្ចឹងប្រសិនបើអ្នកនោះគាត់មិនឆ្លៀសវៃមិនមើលមុខមើលក្រោយមិនស្មានស្ថានភាពដឹងទេងាយនឹងគ្រោះថ្នាក់បំផុតបាទអញ្ចឹងហើយការប្រើប្រាស់ជីថ្នាំវាជារឿងមួយជួយធម្មពលដើមដងស្លឹកផ្កាផ្លែប៉ុន្តែបើការគ្រប់គ្រងទឹកនេះមិនបានល្អប្រសើរទេការគ្រប់គ្រងសត្វល្អិតនេះមិនបានគ្រប់គ្រាន់ត្រឹមត្រូវទេឬក៏មិនគ្រប់គ្រងឈ្នះទេអាចនឹងគ្រោះថ្នាក់ចំណុចដែលគ្រោះថ្នាក់ជាងគេបំផុតគឺការគ្រប់គ្រងទឹកតែម្ដងបាទអញ្ចឹងថ្ងៃនេះសូមចូលរួមចំណែកជាមួយបងប្អូនបង្ហាញជាព័ត៌មានត្រួសជានេះហើយប្រសិនបើមានការលើសលួសខ្វះខាតយ៉ាងណានោះក៏សូមអធិស្ឋានពីបងប្អូនដែលមានចំណេះចេះដឹងខ្ពស់ក្នុងវិស័យទុរេនបាទសម្រាប់ខ្ញុំគឺពីកសិករដើម្បីកសិករតែប៉ុណ្ណោះបាទសូមអរគុណបាទ